តែបាយបើសិនយើងជួលគេរៀបឲ្យយកតាមស្តង់ដារអស់ច្រើនបងប្អូនអត់ក្រោម10000ទេតែខ្ញុំមិនធ្វើបែបសាមញ្ញរីកថាមអស់លទ្ធភាពហើយបងប្អូនយើងក៏សួរច្រើនដែរថាផ្ទះបាយខ្ញុំនឹងធ្វើអស់មែនបើគិតជាតម្លៃលុយទៅខ្ញុំគិតអត់ចេញខ្ញុំព្រោះថាសបកផ្ទះបាយផ្សេងគ្រឿងក្រៅដែលយើងទិញដាក់និយាយទៅទិញថែមរហូតខ្ញុំទិញសម្រុកម្ដងទាំងអស់ហើយខ្ញុំទិញម្ដងបន្តិចសិនខ្ញុំមើលកលៈទេសៈហើយរបស់តែការនេះខ្ញុំទិញមកម្ដងច្រើនខុសមួយខុសទាំងអស់មិនថាសម័យណាទេលុយមិនស្រួលរកទេភាគច្រើនឃើញបងប្អូនយើងចាប់អារម្មណ៍រឿងចក្រានហ្នឹងហ្មងពីដំបូងខ្ញុំថាខ្ញុំចង់ដាក់ឈើប៉ុន្តែគិតទៅគិតមកយើងធ្វើម្ហូបចឹងវាត្រូវការប្រឡាក់ទឹកប្រឡាក់ខ្លាញ់ប្រឡាក់អំបិលអីវាឆាប់ខូចចាមានតែអ៊ីណុកឯងជាជម្រើសល្អសម្រាប់នៅក្នុងផ្ទះបាយបងប្អូនឃើញហើយពីដើមមកខ្ញុំទិញអ៊ីណុកម្ដងខ្ញុំទិញចក្រានតែ2ឯងហើយនឹងតុកមួយខ្ញុំក៏ហ្មងគេកាត់លោមើលសិនខៃឡូកាត់មកអត់ស្អាតហើយវាមានបញ្ហាអីទៅវាពិបាកយើងវិញទេចក្រានអ៊ីណុកដែលខ្ញុំពងប្រានខ្ញុំស្រឡាញ់បងប្អូនព្រោះថាយើងងាយស្រួលលាងសម្អាតក៏ងាយស្រួលហើយថ្នេរដែលគេធ្វើមកឡងភ្លឹងមែនតើវាអត់មានថាថ្នេរអីធ្វើឲ្យកាន់ស្នំកាន់ក្អែលនៅក្នុងហ្នឹងនេះទូខ្ញុំកំងថ្មីជាមួយនឹងចក្រានមកមួយឈុតទៀតបងប្អូនឃើញកន្លែងប្រហូរទឹកទៅកន្លែងហ្នឹងសំខាន់ណាស់តែមានថ្នេរអីអត់ស្អាតវាកាន់ក្អែលលួនណាស់និយាយទៅមកឃើញយើងក៏ក្រិចហ្មងចក្រានខ្ញុំកំងនេះក៏អត់ថ្លៃដែរបងប្អូនរៀងធូរមែនតើបងប្អូនមកចក្រានបាយខ្ញុំតិចទៀតរត់ស្រស់ស្រាយជាងនឹងទៀតដោយសារតមានកម្រងដាំបន្លែពងចាក់ដីឲ្យធ្វើជីកប៉ោះបដាហើយខែនេះដាំយូរហើយដាំបាន3ផើងប្រហែលដើមទេបងប្អូនប៉ុន្តែបេះហូបចេះអស់យកឆាឆ្ងាញ់ណាស់ត្រឡប់ប្រេងខ្យងតទេក៏ឆ្ងាញ់មកដាក់ស៊ីកូទៀតរត់អែមធៀងវាក៏ស្រួយស្លឹកវាក៏ឆ្ងាញ់ញ៉ាំទៅល្អសម្រាប់សុខភាពទៀតបេះមកតែប្រហែលធៀងទេឆាបានឡើងមួយចានធំយកមកដល់យើងលាងទឹកចិត្តសបកនឹងហូតសរសៃចាស់ចេញអស់ពេលឆាឆ្អិនទៅកុំឲ្យញ៉ាំប៉ះសរសៃវានឹងសាញនិយាយពីថាដើមខែលហ្នឹងស្ដាយយើងដាំមិនមែនស្រួលទេដាំពិបាកដែរដាក់ជីកប៉ោះផងឲ្យផងទ្រាំតែបានស្លឹកល្អអញ្ចឹងភេទឆាបន្លែអញ្ចឹងរៀងឆេះបន្តិចបើវាមានក្លិនឈ្ងុយអញ្ចឹងយើងដាក់ខ្លាញ់បន្តិចទៅខ្ទឹមសដំម្លិញវាបាច់ណាពោកន្លះទេត្រឹមតែមួយឈ្ងុយយើងដាក់ប្រេងខ្យងមួយស្ព្រាបាយមកស្ករមួយចុងស្ព្រាសម្រាប់ប៊ីចេវិញយើងបាច់ដាក់ក៏បានដែរបងប្អូនចង់ឆាឆេះពេលយើងដាក់ស្ពៃចូលបើភ្លើងរៀងខ្លាំងតិចមកនេះដាក់ស្ពៃទម្លាក់ចូលផ្លឹបប៉ុន្តែស្ពៃរបស់យើងហ្នឹងត្រូវលាងទឹកឲ្យវាមានទឹកសើមនៅជាប់នៅក្នុងហ្នឹងនៅជាប់ស្ពៃហ្នឹងវាប៉ះខ្លាញ់ឆាបចេញពីភ្លើងតែម្ដងទឹកជាក៏ត្រូវមានគៀនដៃដែរតែកាលណាយើងដាក់ស្ពៃចូលយើងចាក់ទឹកចូលភ្លាមដែរតែកាលណាយើងចាក់ទឹកចូលទៅអត់តាន់ទេវាទៅជាឈាមវិញស្ពៃនេះយើងបាច់ឆាឆ្អិនពេកទេឆ្អិនល្មមដាក់ចានមកហើយឆាបន្លែឆេះចឹងវាធ្វើឲ្យបន្លែរបស់យើងពណ៌ខៀវល្អក្លិនវិញឈ្ងុយល្អមែនតើប៉ុណ្ណឹងអាចយកញ៉ាំបានដែរប៉ុន្តែបើសិនយើងចង់ដាក់ឆាស៊ីកូយើងថែមទឹកបំពងបន្តិចមកប្រេងខ្យងកន្លះស្ព្រាស្ទើទឹកស៊ីអ៊ីវកន្លះស្ព្រាស្ករបន្តិចទៅចាក់ទឹកជាចូលឆាស៊ីកូនេះយកទឹករៀងខាប់តិចឆ្ងាញ់ចឹងដាក់ម្សៅឆាបន្តិចមកឲ្យវាខាប់មកល្មមហើយមានទឹកប៉ែៗដូចកញ្ចាក់ប្រេងល្ងចូលកន្លះស្ព្រាបាយហើយស៊ីកូយើងបាច់ឆាឲ្យវាឆ្អិនខ្លាំងពេកទេបងប្អូនឲ្យវារាងសពបន្តិចយើងចាក់ដាក់ចានមកស៊ីកូឆាឆ្អិន90%ប៉ុណ្ណឹងនៅតុនហើយសាច់ផ្អែមឆ្ងាញ់មែនតើបន្លែខែលរបស់យើងក្រោយឆារួចពណ៌ឡើងខៀវស្ងាត់ដល់ពេលអញ្ចឹងយើងយកសាច់គោដែលយើងបានឆារួចហ្នឹងចាក់ស្រោចពីលើបន្លែហ្នឹងមកតែប៉ុណ្្នឹងឯងបងប្អូនដាក់ញ៉ាំជាមួយបាយហើយជ្រលក់មកម្រេចទៅឆ្ងាញ់អស់តោះចាប់រហូតមកឥឡូវយើងមកបន្តរឿងចក្រានរបស់យើងតទៀតចក្រានខ្ញុំកំមរៀងធូរមែនតើហើយគុណភាពល្អអ៊ីណុកហ្នឹងយើងប្រើភ្លើងក្តៅយូរក៏វាអត់ឡើងខ្មៅអត់ឡើងដូរពណ៌ដែរវានៅតែពណ៌ភ្លឺស្អាតដដែលអត់តែយើងលាងសាប៊ូស្អាតសាច់អ៊ីណុកក្រាស់ល្អហើយចក្រានរបស់យើងវិញក៏វាអត់ទន់ដែរខ្ញុំស្គាល់ខាងគាត់រៀងយូរដែរបងប្អូននិយាយទៅខាងគាត់ហ្នឹងស្រួលយើងចង់កំងម៉ូតមិនភាសាមួយគាត់ទៅគាត់ធ្វើឲ្យបានទាំងអស់ថ្នេរចក្រានរបស់គាត់ស្អាតហើយតម្លៃធូរមែនតើខ្ញុំដាក់ page របស់គាត់នៅក្នុងវីដេអូនេះហ្មងសនុកបងប្អូនតាក់ទងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងទៅគាត់ផ្ទាល់អ៊ីណុកប្រាក់ចំណូលយើងចង់បានម៉ូតមិនអីមិនយើងភាសាមួយគាត់ចឹងណាអរគុណចាស់បងប្អូនជួបគ្នាវីដេអូក្រោយ